51ផ្លែវ៉ាវងាប់ហើយមកដើមនេះមកយៈមិនឆ្នាំចុងក្រោយនេះអ្នកសៀមរាបយើងកាន់តែស្រួលហើយពងកាលពីឆ្នាំមុនអីអាចថា 4-5 ឆ្នាំមុនយើងចង់ញ៉ាំតារ៉េនតតែទៅខាងសំឡូតខាងបាត់ដំបងខាងបៃលិនអីនោះបានយើងមានតារ៉េនហូបប៉ុន្តែឥឡូវនេះនៅតាមសៀមរាបយើងតាមជើងភ្នំកលែនអីក្រុងរុនតាឯកអីឬក៏បារិនប្រទីស្រីនេះយើងមានតារ៉េនហូបសឹងថាមកបបោដែរអញ្ចឹងយើងអាចទៅលេងផងយើងអាចទិញហូបផងអានេះជាក់ស្ដែងដូចនៅចកាតារ៉េននៅក្រុងរុនតាឯកអញ្ចឹងបើយើងនិយាយទៅយើងហូបពោះក្រុងរុនតាឯកតិចមកផ្លូវ highway ជើងភ្នំកលែនយើងមានចកាតារ៉េនមួយឈ្មោះសុនសុជាតិទៅតាំងពីកាលខែ5មានដើមច្រើនណាប៉ុន្តែដើមរបស់គាត់ដូចជាគាត់ថាទៅប្រមូលផលបានតែប្រហែលឆ្នាំទេអញ្ចឹងដើមនៅក្មេងដែរហើយបើសម្រាប់ផ្លែតារ៉េនឃើញថាឲ្យផលច្រើនខ្ញុំបានសាកជាមួយនឹងក្រុមគ្រួសារខ្ញុំដែរលេងទុំមកល្មមអត់ជ្រាយពេកឆ្ងាញ់ហើយវកពុកព្រោះវកដាក់ម៉ាត់វកទេអាយ៉ាទៅជាតិអីវកជ្រាយឆ្ងាញ់ណាស់កាញ់សបកក្របរៀងធំណែសាច់ស្ដាំមិនដល់ជាតិដូចតែគេបីតែឯងទេបើដល់ជួយញ៉ាំអីកាញ់អត់ញ៉ាំសួរនេះថានោះមានតារ៉េនញ៉ាំអត់ពេលយើងទៅដល់យើងបេះហើយអីហើយមកវិញក៏យើងខ្ចប់ដាក់ញ៉ាំក្នុងឡានឲ្យវាជាប់ក្លិនក្នុងឡានបានយូរបន្តិចព្រោះយើងញ៉ាំនៅក្រៅឡានវាអស់ហើយបើយើងញ៉ាំក្នុងឡានអាក្លិនវាជាប់នៅក្នុងឡានទៅវាបានអារម្មណ៍របស់យើងវាចេះតែមានជាប់ក្នុងអរ៉ាបានយូរគ្រាន់ការទាំងកូនមានតារ៉េនចូលពូអត់កែតារ៉េន